Xua đây phục mai bong bóng nè chỉ lược thì môi sẽ mày bị ấm để tranh blog theo video cái ha rồi dẹp p và hai chỉ đắp nhật ti sẽ mày cái ha là mà này chạy chun phục mai bong bóng mới cầm san ní cứ chưa nằm nào cầm san song preng lẹ cái nè chiều chrome mà cruza rồi trên offroad Campuchia để cho room phơi đầm nào từ hàng này chương phong mà hay định vậy chẳng phục mai bong bóng này lược thì muối phải chỉ phơi mình toàn bàn lọ thế tại câu to ấy cùng cài và cắn hay năng tam đàn tam rút hiệp để công càng như nhóm thọt đất dục ban cầm rất na chụp ba mình chụp ba số phục mai bong bóng cầm mình tam chạy đầy chẳng á phục mai bong bóng lấy cho một đo đường dương vinh chạy tôn cho muối đang ngạp lâu lao là bươn lươn mà nhấn đôi bị đào màu chẳng á dương chập đam chụp chung phục mai bong bóng dương nơi tam phơi bươn lươn hay dương lại mà tam phơi bươn lươn cho màu bông spứ cao đầm bây giờ thôi đầm nào màu tam phơi mà đo phơi bọt mà đo phơi lông thì phục mai bong bóng khơi chẳng đi cứ chưa phơi trôi từ khang xạ cung sai cấn nó một ráo hay tam đong phơi cứ tê sếp cọp seri từ chợ này xem phục mai bong bóng mình cả ai cho lên tầm trường nó một ráo cứ bật chia play ở rầm cái phơi dương làm sai tục nó pe là dương phơi càng nghĩa chính chăm chỉ vật riêng luôn có thể tầm miền pe xem luôn ai khla tam bê đông luôn ai khla hay tại phụ crom lan dương nhóm chơi ra từ ba đâm bây giờ làm sai tục từ vinh cứ hiện trẻ bị phục mai bong bóng tạiនេះ video ឲ្យphục mai bong bóng mới cầm san ở rầm chẳng thế nè hayនេះគឺជាសហគមន៍ទេសចរស្រែកិនគឺគាត់ទទួលភ្ញៀវទេសចរច្រើនសម្រាប់ប្រហែលឆ្នាំចុងក្រោយគឺខាងផ្នែកដើរថ្មើរជើងឡើងភ្នំអរ៉ាល់គឺនៅសហគមន៍ស្រែកិនហ្នឹងហើយឥឡូវក្រុមការងារឡានយើងជួបជុំគ្នាសម្រាប់មួយយប់នៅទីហ្នឹងតែម្ដងហើយបន្តមកទៀតគឺធ្វើដំណើរចេញហើយអ្នកដែលចេញទី1ហ្មងគឺក្បាលឡានទី1ហ្នឹងគឺជាងភាតែម្ដងហើយបន្តមកគឺចៃណេតដែលបើកអរុយហើយទៅមុខបន្តទៀតអរុយនៅបិទគូតក្រោយដើម្បីឲ្យប្រាប់យករូបភាពជូនបងប្អូនមើលកំសាន្តអារម្មណ៍បើទៅតែមុខតែខ្លួនឯងទៀតទៅផុតអត់មានវីដេអូទេបងប្អូនអញ្ចឹងគឺអរុយសុំនៅក្រោយហើយយើងចេញតាមលេខរៀងខ្លួនជាមួយនឹងការដឹកនាំទាំងអស់ហ្នឹងគឺបងប្រធានគាត់ជាអ្នកដឹកនាំសម្រាប់ trip ចូលរួមទាំងអស់គ្នាដែលអមជាមួយនឹងលោកពូដូចគ្នាហើយយើងមានក្រុមឡានច្រើនទៀតហើយនឹងក្រុមឡាន service ហើយនឹងបងសាហាខាង Euro ហើយឥឡូវ trip ហ្នឹងដែល like ទៀតសោតគឺមកចូលរួម3 club គឺខាងបងប្រធានហើយនឹងខាងជើងភានៅតែខ្មៅហើយនឹង BM ហើយនេះគឺសមាជិក BM ដែលទៅណាមិនដែរចោលគ្នាហ្មងគឺជាម្ចាស់ brand City ដែលមាន logo អាវឃើញជារឿយហើយនេះផ្លូវបន្តចូលមកទៀតហើយនេះសម្រាប់តែពុកម៉ែចង់លេងកំសាន្តមកតាមជើងភ្នំអរ៉ាល់នេះក៏ត្រឹមឡានធម្មតាគឺមកមិនដល់ទេពុកម៉ែបងប្អូនអត់និយាយលេងសើចទេនេះផ្លូវចូលទៅគឺត្រូវថ្មើរជើងផ្លូវវាងឬក៏ថាគោយន្តដើម្បីឡើងទៅថ្មើរជើងនៅលើភ្នំអរ៉ាល់ពុកម៉ែបងប្អូនហើយកំពូលភ្នំអរ៉ាល់គឺជាភ្នំដែលខ្ពស់ជាងគេនៅស្រុកខ្មែរយើងហើយខ្ញុំបានអត្ថាធិប្បាយផ្ទាល់នេះក៏ធ្លាប់បានឡើងម្ដងរួចស្រេចទៅហើយអញ្ចឹងអានេះគឺការយកឡានទៅ challenge តែមិនមែនឡើងភ្នំកំពូលអរ៉ាល់ទេអានេះនៅខាងអរ៉ាល់ហ្នឹងគឺមានភ្នំច្រើនតែអានេះឡើងមិនមែនអាកំពូលខ្ពស់ជាងគេណាពុកម៉ែបងប្អូនអានេះផ្លូវទៅនេះគឺបប៉ាប់អញ្ចឹងឲ្យពុកម៉ែបងប្អូនឃើញអញ្ចឹងមិនដឹងតែនិយាយទៅវាស៊ីចង្វាក់ជាមួយនឹងការអត្ថាធិប្បាយឡានយ៉ាងម៉េចក៏មិនទាន់ប្រកាសថាល្អប្រសើរទេតែនឹងព្យាយាមធ្វើបន្តទៀតមានតែការលើកទឹកចិត្តហើយនឹងគ្រប់ត្រូលលីមីតស្ថាបនាហើយឥឡូវគាត់ថាចាប់ដើមផ្លឹបចូលផ្លូវលបាប់មកពីជើងភ្នំហើយគឺយើងចាប់ដើមដល់ចូលផ្លូវព្រៃហ្នឹងគឺកងពាន់ទី1ហ្នឹងគឺជាផ្លូវកន្លងតែម្ដងយើងឆ្លងទៅកន្លងទៅទឹកអូរ៉េចាំអញផងជាការបញ្ឆោតចាំអញឡើងទៅថតលើខ្លីទេមានចលងទូទឹករ៉េតែពុកម៉ែបងប្អូនថតតែពីរ៉េមកនេះចំណោតបដោយខ្លះក៏ឡើងមិនរួចទៅខ្លះក៏ឡើងរួចទៅតែតាមតែគេហៅថាបច្ចេកទេស driver តើស្មារតីគាត់ហ្នឹងមានភាពរហ័សរហួន
មានភាពជឿជាក់កម្រិតណាទៅលើរថយន្តដែលគាត់កែច្នៃឲ្យត្រូវជាមួយនឹងស្ពេចឡើងថ្មឡើងភ្នំចុះទឹកហើយមកទ្រីបនេះពុកម៉ែបងប្អូនណាមកទួលអត់មានក្រោម3ត្រើយទេតែនេះគាត់ជាការចាប់ផ្ដើមឡើងទួលទី1ទេមិនទេអានេះតាមពិតមកនិយាយសុទ្ធទេមិនដឹងបងប្អូនស្ដាប់ទៅចូលទៅជីអត់ទេមិនដឹងហ៊ាននិយាយហើយផុតទៅពីឡើងហើយឥឡូវកាត់មកដល់ឆ្លងស្ទឹងមួយទៀតហើយពុកម៉ែបងប្អូនស្ទឹងនេះក៏មិនធម្មតាដែរតែថ្មហើយទឹកត្រជាក់ហើយមកខ្ញុំមិនលិចដល់កង់ទេពុកម៉ែបងប្អូនឆ្លងបានដល់ប្រើត្រើយដល់ទៅកាងនេះបងប្អូនគាត់ឡើងស៊ីផុយទៅម្ដងទៀតអូគាត់ធម្មតាដែរមានប្រចាតាមអាយុពោគឺបច្ចេកទេសសុទ្ធដូចជាមិនណាស់អីសោះតែម្ដងគឺឡើងរត់សឹងតែក្រងទីឡើងភ្នំក៏ឡើងស្អាតចុះទឹកក៏ស្អាតអែមតែអែមដល់ពុកម៉ែបងប្អូនតបដើរជាមួយគូមិនដឹងថាទឹកដៃគូគឺហើយជន់ដែលតបតែឡើងដៃចកោតហើយជាពិសេសគឺអាចទៅនៅក្នុងនេះហើយវាឃើញជន់ផ្ដាច់យកហ្មងហើយនេះមើលអាចចឹងនេះវាជន់មើលផ្សៃឡើងហើយវាអត់មានតម្លាក់ក្រងទីអីទេវាជន់យកនៅពេលដែលបានចាប់ដើមថតវាជន់យកចឹងមកចុះឥឡូវគិតមិនហើយគិតមិនឥឡូវអានេះវាត្រូវធ្វើមិនដល់ឥឡូវជ្រុលនិយាយចប់ហ្មងបើទីហើយមកអបហ្សូននេះវា10នាទី56ប្រសិទ្ធភាពរៀបសារនេះបានចឹងមិនដូចតនិយាយនេះអើយស្អីទេកើតល្អមិនល្អចាំទៅមកទៅអូខេទៅបកមកបងសៃហាក៏គាត់ជាគេហៅសុភាពបរោះបើកដោយបច្ចេកទេសមួយតែនេះរូបភាពឡាននៅស្អាតទេណាមានប្រាប់គាត់តែដល់លើហើយគេមានបំរែបំរួលរូបយន្តនឹងមិនទៀតសោតបាត់ក៏អាចហ៊ាននិយាយដែរហើយតាមមកតាមតាមខ្ញុំតាមហើយទៅគាត់ណាផ្លូវខ្មៅជើងឡើងភ្នំពុកម៉ែបងប្អូនឃើញមកពណ៌ដីបាត់សតហើយឡើងអីរួចបានលុយបាត់ចាប់ពីពេលនេះតទៅគឺត្រើយរហូតបាត់ឯនោះកង់សបកកង់វល់ខ្ញាល់ចោលហ្នឹងហើយធ្វើម៉េចមានត្រើយគ្រប់ឡានទៅ9ឡានសម្រាប់ trip នេះ9ឡានហើយមកទួលអត់មានក្រោម3ត្រើយទេបានដល់លើហើយនេះ co-driver សម្រាប់កម្មវិធីនេះគឺទៅបេះអត់ទៅបេះហើយអានោះបច្ចេកទេសក្នុងព្រៃឡានមកអូយកលេទៀតអែមមែនតើគឺបង្លួយនឹងតែម្ដង co-driver មិនដែលបានចូលទីលានតែបើឧបសគ្គក្នុងព្រៃគឺអូអត់ទាស់គឺអែមមែនតើហើយឥឡូវដល់ចំណោទមួយទៀតចំណោទនេះសឹងប្រើត្រើយគ្រប់គ្នាតែដល់ឡែកទៀតសោតអត់បីអាឡុកមកនៅបងសៃហាអូយយមិនទៅសើមិនបានគឺគាត់ឡើងដល់បច្ចេកទេសសុទ្ធហើយអារកឧបសគ្គចេះពុកម៉ែបងប្អូនដល់ឡានជើងដូចជាមិនត្រូវការខ្លាំងពេកទេគឺត្រូវតែគ្រប់ស្ពេចបានតែគ្រប់ស្ពេចគឺត្រូវតែមានចាប់តាស់ហើយអាចាប់តាស់យើងនោះគឺមិនគ្រប់គ្រាន់គឺត្រូវតែមាន develop original ឬក៏យើង modify ទៅជា air locker ដូចពុកម៉ែបងប្អូនហើយជាមួយចំនួនគាត់មើលវីដេអូខ្ញុំបងហាងបត់ហាងអ្វីទៅតែហេតុ air locker ហើយ air locker នេះគឺវាសំខាន់មែនទែនសម្រាប់ពេលយើងឡើងទៅសាក់ហើយជាពិសេសគឺចំណោទចឹងតែម្ដងហើយនឹងកន្លែងនេះបាក់ដៃបាក់ជើងគឺអត់មិនបានទេអត់មិនបានទេអញ្ចឹងមិនថារាល់ការរៀបឡានដើម្បីយកទៅ challenge ហ្នឹងគឺត្រូវតែមុននឹងយើងយកទៅយើងត្រូវ check up check ហើយ check ទៀតមុននឹងយើងចាប់ដើមសន្មតនេះតែចេញដំណើរទៅផ្សងព្រេងបែប challenge ស្ទីមក្នុងព្រៃហើយត្រឡប់មកវិញគឺទុកឡានចោលអត់ទេ check up តាមដល់សម្រាប់ម៉ាអូនេះគឺដននេះគឺជើងធ្ងន់ណាស់ជើងនេះលាក់ដីពុននេះគឺជន់ទៅអត់មានដកជើងទេ
ឥឡូវឡានគាត់ផ្អៀងនោះផ្អៀងពេកហើយតែគាត់ធ្វើតែមិនដឹងពុនគាត់នៅខាងស្ដាំហ្នឹងហើមកៅអៅអស់ហើយផ្អៀងមកខាងមានស្អីតាមជើងកៅហ្នឹងហើយដល់ឡែកទៀតសោតដល់កន្លែងសម្រាប់បាយថ្ងៃត្រង់ហើយតែមិនមែនជាកន្លែងសម្រាប់ដេកទេគ្រាន់តែជាការសម្រាប់សម្រាប់ដាំបាយសម្រាប់ថ្ងៃទី1ទឹកមានអីណាជាស្អីនេះជាភានេះគ្មានស្អីទេបាច់តែត្រីខកំប៉ុងទៅចាប់ចុងចាប់ដៃមកគេដែរហើយចាប់មកคลิกនេះគឺបញ្ចេញសម្រស់ខ្លួនឯងតាក់ទងជាមួយនឹងធម្មជាតិទឹកមួយទឹកអូត្រជាក់ណាស់នៅសម្រស់អ្នកនិយាយហើយនឹងទឹកគឺមួយយ៉ាងម្នាក់ទេពុកម៉ែបងប្អូនហើយបើអាចមានពេលមានវេលាអីអាចពុកម៉ែបងប្អូនខាងធ្វើមិនចង់ទៅលេងចឹងបានមិនឆ្ងល់ទេរៀបឡានមួយទៅមួយខ្ញុំអូខេចប់វគ្គទី1